ក្រោយការដួលរំនៃសហភាពសូវៀតនៅក្នុងឆ្នាំ1991អាមេរិកបានបាត់បង់គូប្រជែងដ៏ធំបំផុតរបស់ខ្លួននៅប្រមាណទសវត្សរ៍បន្ទាប់ពីការដួលរំនេះអាមេរិកបានក្លាយទៅជាមហាអំណាចផុតលេខអស់មានគូសត្រូវណាមកប្រជែងជាមួយនឹងខ្លួនទៀតហើយនៅពេលនោះអាមេរិកបានដើរធ្វើព្យុះភ្លៀងតែឯងស្រេចតែអំពើចិត្តភាពរីករាយជាមហាអំណាចតែម្នាក់ឯងមិនបានយូរប៉ុន្មានមហាអំណាចថ្មីមួយផ្សេងទៀតក៏បានវាសឡើងយ៉ាងឆាប់រហ័សមកប្រជែងជាមួយនឹងខ្លួននោះគឺមហាយក្សចិនចិនបានរះឡើងជាមហាអំណាចលឿនដោយភ្នែកបន្ទោគឺលឿនខ្លាំងជ្រុលដែលធ្វើឲ្យអាមេរិកភ័យខ្លួនរុករកក្រុមមជ្ឈបាយដើម្បីរឹងគប់នៅឥទ្ធិពលរបស់ចិនហើយនៅពេលនោះហើយដែលអាមេរិកបានបែរការចាប់អារម្មណ៍របស់ខ្លួនជាចម្បងមកកាន់ Indo-Pacific វិញម្ដងរីឯកូរ៉េខាងជើងវិញបន្ទាប់ពីមានការដួលរលំនៃបងធំទី1របស់ខ្លួនគ្មានអ្វីក្រៅតែមកស្ថិតស្នាលរកការគ្រប់គ្រងពីបងធំទី2របស់ខ្លួននោះទេបើទោះបីជាដំបូងឡើយមានការអន់ចិត្តនឹងគ្នាបន្តិចបន្តួចក្តីដោយហេតុថាចិនបានចង់ចំណងពាណិជ្ជកម្មយ៉ាងស្អិតរមួតជាមួយនឹងកូរ៉េខាងត្បូងដែលជាគូសត្រូវរបស់ខ្លួនការបាត់បង់នៃបងធំទី1របស់ខ្លួននេះវាបានធ្វើឲ្យកូរ៉េខាងជើងអស់ជំនួយនានាចំណែកឯចិនវិញបានព្យាយាមណែនាំកូរ៉េខាងជើងឲ្យធ្វើការកែតម្រង់គោលនយោបាយសេដ្ឋកិច្ចឲ្យដូចខ្លួនដែរនេះក៏ដោយសារតែគោលនយោបាយដ៏ចាស់គំរុលដែលមិនទាន់សម័យរបស់កូរ៉េខាងជើងនេះវាបានធ្វើឲ្យសេដ្ឋកិច្ចរបស់ខ្លួនកាន់តែយ៉ាប់យន្តទៅនិងបង្កឲ្យមានគ្រោះទុរភិក្សពាសពេញផ្ទៃប្រទេសថែមទៀតផង Finally tonight new fears of a food crisis in North Korea. A United Nations report today said more than 6 million people there urgently need food aid. ចិនឃើញស្ថានភាពមិនសូវស្រួលដើម្បីបញ្ជៀសកុំឲ្យមានការដួលរលំទាំងស្រុងនៃរបបដឹកនាំកូរ៉េខាងជើងចិនក៏បានយល់ព្រមទៅលើលក្ខខណ្ឌជំនួយក្នុងការនាំចេញអាហារនិងប្រេងឥន្ធនៈរបស់ខ្លួនទៅកាន់កូរ៉េខាងជើងនៅពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1990ហើយបើទោះបីជាពាណិជ្ជកម្មទ្វេភាគីបានធ្លាក់ចុះហើយក្តីក៏ទំនាក់ទំនងនយោបាយរវាងពួកគេនៅតែមានភាពតានតឹងដដែលដោយមើលឃើញថានៅក្របកលៈទេសៈណាក៏ដោយចិនដាច់ខាតមិនឲ្យរបបត្រកូលគីមដួលរលំបាននោះទេត្បិតថាប្រវត្តិសាស្ត្របានបង្ហាញច្បាស់ថាកូរ៉េខាងជើងមានសារៈសំខាន់ចំពោះចិនប៉ុណ្ណាហើយនាពេលបច្ចុប្បន្ននេះប្រទេសកូរ៉េខាងជើងបានដើរតួយ៉ាងសំខាន់ជាតំបន់ទ្រនាប់មួយដែលមិនអាចខ្វះបានរវាងចិននិងអាមេរិកបងប្អូនសូមក្រឡេកមកមើលទីតាំងភូមិសាស្ត្ររវាងប្រទេសកូរ៉េខាងជើងនិងប្រទេសចិនបន្តិចប្រទេសទាំងពីរនេះគឺបានចុះសន្ធិសញ្ញាព្រំដែននៅក្នុងឆ្នាំ1962ហើយព្រំដែនរវាងពួកគេនេះគឺត្រូវបានបែងចែកម្ខាងម្នាក់ដោយទន្លេសំខាន់ៗពីរគឺទន្លេយ៉ាលូនិងទន្លេធូមិនហើយចំណែកឯព្រំដែននៅខាងត្បូងវិញគឺជាប់គ្នាជាមួយនឹងប្រទេសកូរ៉េខាងត្បូងហើយប្រទេសកូរ៉េខាងត្បូងនេះទៀតសោតគឺជាសព្វនមិត្តចាក់ទឹកម្លេចរបស់សហរដ្ឋអាមេរិកដែលជាដៃគូដ៏សំខាន់មួយនៅក្នុងការរៀបខ្ទប់នៅឥទ្ធិពលចិនដូចគ្នាដែរឥឡូវនេះសូមបងប្អូនចាប់អារម្មណ៍ទៅលើចំណុចទាំងនេះបន្តិចនេះជាមូលដ្ឋានយោធាសំខាន់របស់អាមេរិកប្រចាំការនៅប្រទេសកូរ៉េខាងត្បូងនិងនៅជប៉ុនមានប្រភពជាច្រើនបានរាយការណ៍ផ្សេងៗគ្នាពីវត្តមានមូលដ្ឋានយោធាអាមេរិកនៅប្រទេសកូរ៉េខាងត្បូងនិងនៅជប៉ុននេះបើយើងទៅតាមសេវាស្រាវជ្រាវសភាអាមេរិក CRS បានចេញផ្សាយនៅក្នុងឆ្នាំ2024ថាមូលដ្ឋានយោធាអាមេរិកនៅកូរ៉េខាងត្បូងមាន8មូលដ្ឋានចំណែកឯនៅជប៉ុនវិញគឺមាន14មូលដ្ឋានតាមការប៉ាន់ស្មានរបស់អ្នកជំនាញមួយចំនួនបានលើកឡើងថាតួលេខនេះប្រហែលជាគេរាប់តែមូលដ្ឋានសំខាន់តែប៉ុណ្ណោះដោយមិនរាប់បញ្ចូលមូលដ្ឋានប្រចាំការតូចៗដូចជាមូលដ្ឋានបណ្ដោះអាសន្នឬកន្លែងដែលមានគ្រឿងបរិក្ខារតិចតួចជាដើមតែបើយើងទៅតាមកាសែត Al Jazeera ដែលបានចេញផ្សាយកាលពីឆ្នាំ2021បានបង្ហាញថាមូលដ្ឋានយោធាអាមេរិកប្រចាំប្រទេសជប៉ុនគឺមានរហូតដល់120មូលដ្ឋានរីឯនៅកូរ៉េខាងត្បូងវិញគឺមាន73មូលដ្ឋានដែលនេះប្រហែលជាគេរាប់បញ្ចូលទាំងមូលដ្ឋានតូចៗជំរំបណ្ដោះអាសន្ននិងកន្លែងដាក់គ្រឿងបរិក្ខាររីរងជាដើមបើយើងមកនិយាយពីចំនួនកងទ័ពអាមេរិកឈរជើងនៅប្រទេសកូរ៉េខាងត្បូងនិងជប៉ុនគឺឃើញមានតួលេខចេញពីប្រភពផ្សេងៗគ្នាហើយតួលេខនីមួយៗគឺមិនសូវខុសគ្នាប្រមាណនោះទេតែបើយើងទៅតាមសេវាស្រាវជ្រាវសភាអាមេរិកបានរាយការណ៍ថាបើគិតត្រឹមខែមីនាឆ្នាំ2024មានកងទ័ពសកម្មអាមេរិកប្រមាណជា81000នាក់ត្រូវបានចាត់តាំងឲ្យប្រចាំការជាអចិន្ត្រៃយ៍នៅ Indo-Pacific នៅក្នុងនោះមាន54000នាក់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសជប៉ុននិងមាន24000នាក់កំពុងធ្វើជើងប្រចាំការនៅប្រទេសកូរ៉េខាងត្បូងនេះគឺត្រឹមតែជាកងទ័ពសកម្មដែលឈរជើងជាអចិន្ត្រៃយ៍តែប៉ុណ្ណោះតែបើយើងទៅតាមទីបញ្ជាការ Indo-Pacific អាមេរិកបើគិតទាំងមន្ត្រីស៊ីវិលនិងអ្នកជាប់កាតព្វកិច្ចព្រមទាំងយោធាផងនោះគិតជាសរុបមានទាំងអស់រហូតដល់375,000នាក់ឯណោះគឺច្រើនខ្លាំងមែនទែនបងប្អូននៅមានសភាពវត្តទំនើបជាច្រើនផ្សេងទៀតដែលកំពុងប្រតិប
บัติការយ៉ាងសកម្មនៅក្នុងតំបន់ Indo-Pacific នៅក្នុងនោះរួមមាននាវាចម្បាំង200គ្រឿងក្រុមវាយប្រហារនាវាផ្ទុកយន្តហោះចំនួន5កងយន្តហោះចម្បាំងជាង 1100 គ្រឿងនិងគ្រឿងសព្វាវុធជាច្រើនផ្សេងទៀតដែលអ្នកទាំងគ្នាអាចចូលទៅអានព័ត៌មានលម្អិតនៅលើគេហទំព័រទីបញ្ជាការ Indo-Pacific អាមេរិកបន្ថែមបានចូលបញ្ជាក់បន្តិចថាវត្តមានយោធាអាមេរិកនៅជប៉ុនមានចាប់តាំងពីការបិទបញ្ចប់សង្គ្រាមលោកលើកទី2រីឯនៅកូរ៉េខាងត្បូងវិញបន្ទាប់ពីបទច្បាញ់ត្រូវបានចុះហត្ថលេខាជប៉ុនជាប្រទេសដែលមានកងទ័ពអាមេរិកឈរជើងច្រើនជាងគេបំផុតនៅក្នុងពិភពលោកចំណែកឯកូរ៉េខាងត្បូងវិញគឺជាប់ចំណាត់ថ្នាក់លេខ3តែបើនិយាយពីមូលដ្ឋានកងទ័ពអាមេរិកនៅឯនីលសមុទ្រវិញប្រទេសកូរ៉េខាងត្បូងជាប្រទេសដែលមានមូលដ្ឋានយោធាអាមេរិកធំជាងគេនៅលើពិភពលោកហើយនៅក្នុងនោះគឺមានមូលដ្ឋាន Camp Humphrey ដែលមានចម្ងាយប្រមាណជា65គីឡូម៉ែត្រនៅភាគខាងត្បូងនៃទីក្រុងស៊េអ៊ូលវត្តមានយោធារបស់អាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងនិងជប៉ុននេះគឺជាការគំរាមកំហែងដល់ចិនដោយផ្ទាល់តែម្ដងដូចនេះចង់មិនចង់ចិនត្រូវតែក្តាប់ឲ្យជាប់និងធានាបាននៅស្ថិរភាពផ្ទៃក្នុងកូរ៉េខាងជើងដើម្បីជាតំបន់ទ្រនាប់ឬជាបកប្រជែងឥទ្ធិពលជាមួយនឹងអាមេរិកក្នុងតំបន់នៅក្នុងក្រសែភ្នែកចិនចាត់ទុកថាមូលដ្ឋានយោធាអាមេរិកប្រចាំការនៅកូរ៉េខាងត្បូងនិងជប៉ុនគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្ត្រអាមេរិកនៅក្នុងការខ្ទប់នៃឥទ្ធិពលចិននិងកម្រិតអំណាចចិននៅក្នុងតំបន់ដែលនេះគឺមានន័យថាវានឹងផ្ដល់ឲ្យអាមេរិកនៅសមត្ថភាពក្នុងការឆ្លើយតបទៅនឹងចំនួនឬសេណារីយ៉ូសង្គ្រាមបានយ៉ាងឆាប់រហ័សមានជាអាចសក្តានុពលចំនួននាពេលអនាគតនៃច្រកសមុទ្រតៃវ៉ាន់និងចំនួននៅឯសមុទ្រចិនខាងត្បូងជាដើមអាមេរិកថាខ្លួននឹងអាចអន្តរាគមន៍យោធាមួយរំពេចដើម្បីចូលជួយកោះតៃវ៉ាន់ក្នុងករណីចិនប្រើកម្លាំងយោធាដើម្បីក្រសោបយកតៃវ៉ាន់ដូចនេះវាច្បាស់ណាស់ថាអាមេរិកនឹងប្រើមូលដ្ឋានយោធាទាំងនេះដើម្បីជាមូលដ្ឋានក្នុងការប្រតិបត្តិការចូលជួយកោះតៃវ៉ាន់ជាមិនខានឡើយហើយចំពោះប្រវត្តិសាស្ត្រក៏បានបង្ហាញដែរថាការផ្ទុះឡើងនៃសង្គ្រាមនៅឧបទ្វីបកូរ៉េក៏បានរារាំងផែនការចិនក្នុងការក្រសោបយកតៃវ៉ាន់រួចម្ដងមកដែរ